បាទជំរាបសួរបងប្អូនសាជាថ្មីម្ដងទៀតនៅក្នុងវីដេអូទី4ដែលនិយាយទៅលើចំណុចទី3នៃការបង្កើនសំឡេងកាសឲ្យលឺខ្លាំងនៅក្នុងកុំព្យូទ័រដែលនៅក្នុងចំណុចទី3នេះយើងនិយាយអំពីការប្រើ software បន្ថែមជាចាំបាច់អញ្ចឹងនៅក្នុងនេះយើងមាន3បាទ3ឲ្យបងប្អូនជ្រើសរើសប៉ុន្តែអីដែលខ្ញុំបានសាកឲ្យលឺល្អនោះគឺនៅក្នុងapp FX Sound បាទអញ្ចឹងដើម្បីដំឡើង FX Sound នេះបានបងប្អូនចូលទៅកាន់បាទកម្មវិធីបើកអ៊ីនធឺណិតបងប្អូនបាទអញ្ចឹងបងប្អូនមាន Chrome បងប្អូនប្រើ Chrome បើមាន Firefox ជាងប្រើ Firefox ឬក៏ Opera ឬក៏កម្មវិធីអ៊ីនធឺណិតផ្ទាល់របស់កុំព្យូទ័រហ្នឹងក៏បានអញ្ចឹងយើងវាពាក្យថា FX Sound FX បាទ FX Sound បាទ Enter ជាងនៅក្នុងនេះ website FX បងប្អូនចុចត្រង់នេះមកហើយយើងយកពាក្យថា download for Windows បាទនៅត្រង់នេះបងប្អូនចាំឲ្យវាពេញបាទនេះយើងប្រើកម្មវិធី download ធម្មតាបើយើងប្រើកម្មវិធីមួយទៀតគេហៅ Internet Download Manager វា load ផ្ទាំងផ្សេងមួយទៀតយើងចូល folder open នេះមកនៅត្រង់នេះមុននឹងបាទមុននឹងដំឡើងយើងចូលទៅបិទកម្មវិធីចាប់មេរោគសិនបាទអូនេះបិទឲ្យផ្លេចបើកវិញអញ្ចឹងចូលមកត្រង់នេះមកហើយចុចត្រង់នេះនៅត្រង់នេះចុចបិទអញ្ចឹងបងប្អូនណាចុចបិទដូចខ្ញុំអញ្ចឹងទាំងអស់មកបាទហើយយើងចូលមកចុច double click បាទចុច2ដងឲ្យញាប់ដើម្បីដំឡើងវាចុច yesបាទទៅដល់ណាបាទហើយចេះ FX Sound ហ្នឹងអូខេនេះបានហើយអញ្ចឹងយើងចុច2ដងមកបើកវាអូខេនេះនៅត្រង់នេះវាលោតនៅត្រង់នេះឲ្យយើងអញ្ចឹងចូលទៅនឹងហើយយើងរើសផ្ទាំងនេះបាទចាំបងប្អូនពេលឡើងដំបូងជួនកាលវាលោតផ្ទាំងចេះបាទជួនកាលវាលោតដោយប៉ុនខ្ញុំនៅខាងលើនេះណាបើវាលោតទាំងតូចអញ្ចឹងយើងចុចមកឲ្យវាលោតនៅនេះហើយចុចទាំងធំមកនៅត្រង់នេះយើងចង់បានសំឡេងបាសយើងយកបាស boost បាទយើងចង់បានសំឡេងឮខ្លាំងយើងយក volume boost បាទអញ្ចឹងដោយសារតែយើងចង់បានសំឡេងខ្លាំងយើងយកពាក្យថា volume boost អញ្ចឹងសំឡេងវានឹងឮខ្លាំងឲ្យយើងបើបងប្អូនចង់ស្ដាប់សំឡេងជាបាសឮខ្លាំងចូលមកបាស boost មកវានឹងឮសំឡេងខ្លាំងឬក៏ចូលចិត្តសំឡេងណាផ្សេងទៀតបងប្អូនអាចជ្រើសរើសសំឡេងតាមដែលចូលចិត្តបាទអរគុណច្រើនបងប្អូនចំពោះការទស្សនាវីដេអូរបស់ខ្ញុំបាទតាំងពីដើមរហូតដល់ចប់បាទសូមបងប្អូនជួយចុច like និង subscribe channel ខ្ញុំម្នាក់មួយផងណាអរគុណច្រើនទុកជាមុនបាទជម្រាបលា